ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាំអារម្មណ៍អ្នកទាំងអស់គ្នាមកដើរលេងនៅប្រាសាទអង្គរវត្តម្ដងហើយខ្ញុំនឹងនិយាយប្រវត្តិសាស្ត្រត្រួសសម្រាប់ចែកជូនទៅបងប្អូនទាំងអស់គ្នាឈ្មោះដើមរបស់ប្រាសាទអង្គរវត្តគឺមានឈ្មោះថាព្រះបរមវិស្ណុលោកដែលបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី2និងបញ្ចប់ការសាងសង់ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទអង្គរវត្តគឺជាវិហារសាសនាដ៏ធំមួយនៅក្នុងខេត្តសៀមរាបឬក៏ជាវិហារសាសនាមួយដែលធំជាងគេនៅក្នុងពិភពលោកដែលប្រកាន់ខ្ជាប់នៅសាសនាព្រះពុទ្ធសាសនាប៉ុន្តែកាលពីដើមឡើយប្រាសាទអង្គរវត្តគឺជាប្រាសាទដែលឧទ្ទិសថ្វាយទៅកាន់ព្រះវិស្ណុតែប៉ុណ្ណោះប៉ុន្តែនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ប្រាសាទអង្គរវត្តក្លាយទៅជាទីសក្ការៈដ៏ធំមួយនិងជាវិហារសាសនារបស់សាសនាព្រះពុទ្ធទៅវិញកំពូលបាកានដែលធំជាងគេនេះគឺតំណាងឲ្យភ្នំព្រះសុមេរុចំណែកឯកំពូលតូចៗទាំង4ផ្សេងទៀតនោះគឺតំណាងឲ្យភ្នំនិងមានស្រះទឹកទាំង4ព័ទ្ធជុំវិញសងខាងនោះគឺតំណាងឲ្យមហាទ្វីបទាំង4ឬក៏ជាមហាសមុទ្រទាំង4បុព្វបុរសដូនតាខ្មែររបស់យើងលោកពិតជាអស្ចារ្យខ្លាំងមែនទែនដែលបានបន្សល់ទុកនៅប្រាសាទដ៏ធំស្កឹមស្កៃនិងឈរជាសសរគ្រឹះដ៏រឹងមាំសម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរចំនួនក្រោយឬក៏ជាទំពាំងស្នងឫស្សីបានមកទស្សនានៅស្នាដៃបុព្វបុរសរបស់ដូនតាខ្មែរយើងនេះគ្រាន់តែជាប្រវត្តិត្រួសដែលខ្ញុំបានដឹងពីប្រាសាទអង្គរវត្តហើយនៅមានប្រវត្តិសាស្ត្រជាច្រើនទៀតដែលអ្នកទាំងអស់គ្នាពុំបានដឹងប៉ុន្តែខ្ញុំនឹងព្យាយាមស្រាវជ្រាវយកមកបន្ថែមសម្រាប់ឲ្យអ្នកទាំងអស់គ្នាបើយើងក៏លេចទៅមើលទេសភាពនិងទិដ្ឋភាពនៅជុំវិញប្រាសាទអង្គរវត្តគឺពិតជាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនហើយជាពិសេសនោះគឺនៅពេលដែលយើងមានទុក្ខកង្វល់រាល់ពេលដែលបានមកប្រាសាទអង្គរវត្តម្ដងដូចជាបានដោះស្រាយនៅទុក្ខកង្វល់ដែលយើងបានមានទាំងប្រមាណគឺរលាយសាបសូន្យតែម្ដងបើសិនជាមានចំណុចណាខ្វះខាតសូមខន្តីអភ័យទោសហើយនឹងខ្ញុំនឹងព្យាយាមកែតម្រូវដោយសារខ្ញុំមិនមែនជាអ្នកដែលបង្កើតនៅមាតិកាប្រវត្តិសាស្ត្រទេប៉ុន្តែខ្ញុំគឺជាអ្នកដែលចូលចិត្តថតរូបនិងថតវីដេអូដើម្បីបង្ហាញនិងចែកជូនទៅដល់បងប្អូនទាំងអស់គ្នាចា៎សម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយអរគុណសូមជម្រាបលា